បាទសួស្តីមិត្តទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅវីដេអូនេះខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាអំពី create newspaper អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាអំពីការបង្កើតនៅកាសែតមួយនៅក្នុងកម្មវិធី Adobe InDesign នេះអញ្ចឹងដើម្បីបង្កើតនៅកាសែតមួយយើងអាចចូលទៅកាន់ file new document ឬចុច Ctrl N បានដូចគ្នាពីមកវានឹងបង្ហាញនៅទាំងកិច្ចការថ្មីមួយអញ្ចឹងនៅក្នុងនេះតើកាសែតយើងចំបានប្រហែល page ឧទាហរណ៍អ្នកនរគ្នាឃើញខ្ញុំត្រូវការកាសែតមួយដែលមាន16 page ប៉ុន្តែឧទាហរណ៍ទេ start ពី page ណាទៅខ្ញុំចាប់ពី page ទី1ខ្ញុំចាប់ page ទី1ខ្ញុំយកវាជា spacing page គឺ page បកគូទៅគ្នាតម្រង់ក្តារខ្ញុំយកជាក្តារ A3 column number ខ្ញុំអត់តន់យកទេខ្ញុំនឹងចែកនៅក្នុងពេលដែលយើងធ្វើកិច្ចការ pattern ហ្នឹងគឺចន្លោះពី column 1ទៅ column 1ក៏ខ្ញុំអត់តន់កំណត់ដែរនៅក្នុងនេះគឺ margin ឧទាហរណ៍ខ្ញុំយកបាននេះចុះបើថាអ្នកអរចង់ preview មើលយើងជួយលើ preview មើលវានឹងចេញទាំងមួយនៃកិច្ចការយើងខ្ញុំឧទាហរណ៍នៅក្នុងនេះខ្ញុំយកអញ្ចឹងចុះយើងនឹងបាននេះប្រកិច្ចការយើងគឺ16 page អញ្ចឹងនៅក្នុងកាសែតនេះខ្ញុំត្រូវការបង្កើតនៅជាទម្រង់កាសែតព័ត៌មានជាតិអន្តរជាតិពាណិជ្ជកម្មនិងជីវិតហើយនឹងធម្មតាមួយសម្រាប់សេនៅ detail នៅអ្វីដែលយើងបានធ្វើអញ្ចឹងនៅក្នុងនេះខ្ញុំត្រូវការបង្កើតនៅ master page ពិសេសទៀតនេះ master page នេះគឺបង្កើតឡើងដើម្បីដាក់ style សម្រាប់ទៅ apply page ផ្សេងគឺយើងធ្វើ style អីគឺយើងគ្រាន់តែកែនៅក្នុង master page ទៅ page ដទៃវានឹង apply ឲ្យ auto តែម្ដងវាងាយស្រួលអញ្ចឹងនៅក្នុង InDesign ឧទាហរណ៍ខ្ញុំត្រូវការបង្កើតនៅ page national new ខ្ញុំបាន click លើ master page A យក new page នេះវាឲ្យថា refresh A ឬខ្ញុំដាក់ថា national new ខ្ញុំកាត់ master page មួយទៀត page C ខ្ញុំដាក់ថា international new ខ្ញុំបង្កើត page មួយទៀត page ពាណិជ្ជកម្មខ្ញុំដាក់ថា business new ខ្ញុំបង្កើត page មួយទៀតខ្ញុំដាក់ថា style light page មួយទៀតខ្ញុំបង្កើត page មួយទៀតសម្រាប់ដាក់ថា normal page ចឹងសម្រាប់ទៅ page master មួយតាមនេះគឺមកខ្ញុំនឹងបង្កើត page នៅក្នុង master A តាមคลิกលើវាតទៅទៀតខ្ញុំជើតិចមកធ្វើខ្ញុំតម្លើង size ទៅធំទេហើយខ្ញុំដាក់ថា A ចឹងដើម្បីបង្កើតនៅ page នៅក្នុង Adobe InDesign select លើវារួចចុច Ctrl Shift Alt N តោះមករួមវាទៅប៉ុណ្នេះខ្ញុំទាញវាមកដាក់នៅនេះមួយទៀតវាហើយខ្ញុំដាក់លើវាខ្ញុំដាក់ ចុះ
ដូចយើងទៅមើលផេកយើងឧទាហរណ៍នៅក្នុង master A ផេកនេះអញ្ចឹងវានឹងចេញផេកយើងនេះផេកទី1ផេកទី2ផេកទី3អញ្ចឹងវា apply ឲ្យគ្រប់ផេកអញ្ចឹងខ្ញុំត្រូវការបង្កើតនៅទម្រង់មួយនៅក្នុង national new អញ្ចឹងយើងឈរនៅលើ master B national new ទៅគិតលើវាដូចថាខ្ញុំត្រូវការបង្កើតនៅតារាងមួយឧទាហរណ៍ខ្ញុំចូលវាមកJapanese សួរវាទៅនេះឧទាហរណ៍ត្រូវវាខ្ញុំយកឧទាហរណ៍ប៉ុនចុះខ្ញុំមកត្រូវការដាក់ឲ្យ stroke ទីដាក់ stroke ចេញstroke ចេញតមកទៀតខ្ញុំត្រូវការកាត់វាត្រូវកាត់វាចុច A ដើម្បី copy វាបានមួយទៀតព្រោះវាទៅតមកខ្ញុំយក line មួយមកកាន់មួយចាំមកធ្វើវិឆាបឆាតគឺហើយខ្ញុំចុចទៅលើ direct selection ចុចទៅលើ rectangle យើងនេះតា arrow keylet យើងយកមកវាចំទៅវាមកrồi rồi giờ sao muốn kia khi nó tôi được cái trang đá ta đây là selection select từ lên cái đó thì mới cho được nha cho được nghe mà ok chắc như đang phải cái đặt tình trạng với những lúc là cháu khi nhận đi hơi thông thế ok thôi nó không đi trong đã hà thông tin tới sẽ sọt mai mình do phát thanh được chưa lời đó qua đừng quay con buồn cả nhà đây định buồn mày tham quan miền chuyện chắc là về thông đi máu không biết chuyện anh đã trong rồi cái đám á có được miền chuyện bản năng này qua miền chuyện
đi về không đấy chẳng đã qua số đã có thế chắc còn mình chia thứ hai những copy tem hàng kia tiền hơi là khang lên những mơ phía hot horizontal đi cho nè chân trong trời đặt hàng đi màu hoặc hàng tiền chân là mấy ông hàng tiền tiền cho từ lơ đi mua hàng tiếp horizontal horizontal không phải phải chắc tiền nhau ạ từ đi còn nhiên triệt triệt ở trong này dương cả xe so thì mà xe so môi chẳng vậy là còn miền toàn hòn hai thôi chọn hạt cá ai trả về tôi thế chó copy vía chắc dạ vâng thì đây sốc bên sốc tìm này mua hai mà C2 trên nhà bột cái này có thể anh chia nhau về mà ok
năng này là hay đã ở đi tới nói về cho bạn thế và thế anh nói rồi copy nói cho bạn thế copy được nghe đó hai này hoặc nè đi vào hàng tiếp và nút mía ok món cung la nuôi mấy cát bia và nhân đợi xong thì tới rồi ra tất nhiên đi hiện tại trên qua đây đồ bên nàyបានពណ៌ព័ត៌មានជាតិមួយយើងឲ្យ copy វាទៅដាក់ព័ត៌មានអន្តរជាតិ Ctrl C យើងទៅមើល page យើងព័ត៌មានអន្តរជាតិហើយយើងផាស Ctrl ដើម្បីផាសចូលទៅកន្លែងដូចនឹង page National News Ctrl Shift Alt V Ctrl Shift Alt V បាទចឹងនៅក្នុងឯកសារបាននៅបរិយាគ្នាដូចយើងត្រូវការប្រូទៅនៅកន្លែងនេះយើងដាក់ថាព័ត៌មានអន្តរជាតិđầu qua em này đã for đi xe qua lưng được nè á ok chẳng năng nông hay từ tây tiên nhà óc nghe ai vừa được nhớ con đọc copy chỗ ăn về máu sạch thứ hai trong ở lâu thôi từ tại trong template còn miền còn đặc biệt đấy hoặc thành bán nữa thì ai chưa làm ngon đang được nè như vậy chẳng nắm trời ca bằng ca nữ
តារាងនៅក្នុងផ្លំនៅក្នុង Master B ចឹងខ្ញុំគូសតិចមួយទាញវាអប់ទៅដូចហើយកន្លែង column នេះខ្ញុំត្រូវការប៊ូត column 5ក៏ហើយថាថាខ្ញុំយក4សិនបើអ្នកទាំងអស់គ្នាដាក់ដៃចង់ដាក់ add content អ្នកអាចដាក់បានហើយខ្ញុំ copy ដាក់នៅមួយទៀតខ្ញុំ control C ទៅ master V ខ្ញុំ control RCV អ្នកទាំងអស់គ្នានឹងបានដូចគ្នានៅក្នុងថ្ងៃខែបើ apply ទៅលើ control C ខ្ញុំទៅដាក់លើ master A control RCV គឺខ្ញុំដាក់ខាងលើចាំមកចាំចាំចាំយើងឈរទៅលើ master A យើងយើងនេះប្រសិនបើខ្ញុំចង់ apply National New ចូលនៅក្នុង master A copy paste ទៅខ្ញុំអាចចុចតែអាច click យក apply master ហើយគឺ master ណាខ្ញុំចង់ apply ផង copy paste ទី2ទៅ apply ទីយើងទៅអូខេពេលនេះចឹងក្នុង master នេះគឺ apply ចូលប៉ុន្តែបើសិនមកអ្នកនរគ្នាចង់ apply ពេកណាដល់ពេកណាក៏ឲ្យចង់ apply ពេកទី2ដល់ពេកទី3ទី3អូខេនោះមានអ្នកចូលមកនេះព័ត៌មានជាតិអន្តរជាតិក្នុងអត្តន័យចង់ចាប់ពីផ្នែកទី9ត្រូវធ្វើ control G ដើម្បីទៅរកផ្នែកទី9នេះ9ចឹងខ្ញុំ apply ព័ត៌មានអន្តរជាតិចូលម្ដងនេះទី9ដល់ផ្នែកទី15ខ្ញុំ apply ចូលអូខេចឹងនេះកិច្ចការយើងចឹងនៅក្នុងកសែតយើងនេះយើងទៅលេខមើលយើងទៅលេខមើលទាំងអស់គ្នានេះគឺភ័យអន្តរជាតិនិងភ័យជាតិចឹងធ្វើ template ទៅពេលដែលយើងមានកិច្ចការយើងដាក់ប្រាស់ចូលមកគឺវិស័យកិច្ចការចូលមកគឺការស្ដែងអូខេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូ